ជំរាបសួរសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជំរាបសួរពុកម៉ែបងប្អូនសាធារណជនគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបាទយើងមកសិក្សានៅមាត្រាដ៏សំខាន់មួយពាក់ព័ន្ធជាមួយនឹងអំណាចរបស់ប្រជាពលរដ្ឋដែលទទួលស្គាល់ដោយអន្តរជាតិដែលបញ្ជាក់និងតាមដានដោយអង្គការសហប្រជាជាតិពុកម៉ែបងប្អូននៅក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជាចំពុកទី3ស្ដីពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋនៅមាត្រាទី31បានចែងថាព្រះរាជាណាចក្រកម្ពុជាគោរពនិងទទួលស្គាល់រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សកតិកាសញ្ញានិងពិធីសារបន្ថែមស្តីអំពីសិទ្ធិពលរដ្ឋសិទ្ធិនយោបាយសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ហើយក៏គោរពទទួលស្គាល់នៅអនុសញ្ញានានាដែលស្តីអំពីសិទ្ធិមនុស្សសិទ្ធិស្ត្រីនិងសិទ្ធិកុមារផងដែរបាទមាត្រានេះបានបញ្ជាក់ច្បាស់ណាស់ហើយពុកម៉ែបងប្អូនសាធារណជនបានដឹងនិងច្បាស់លាស់ក្នុងចិត្តចំពោះការអនុវត្តប្រើប្រាស់សិទ្ធិរបស់យើងទាំងឡាយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់នានាដែលមានធម្មនុញ្ញភាពដោយមិនមានការក្រែងរអាព្រួយបារម្ភនៅការរំលោភបំពានពីជលខលខូចព្រមទាំងត្រូវបានទទួលស្គាល់ដោយថ្នាក់ជាតិអង្គការរដ្ឋនិងអង្គការសហប្រជាជាតិផងដែរដោយយើងបានបញ្ជាក់មកហើយរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សកតិកាសញ្ញាអន្តរជាតិនិងពិធីសារបន្ថែមខ្ញុំសូមបញ្ជាក់ឲ្យបងប្អូនមួយចំនួនដែលមិនទាន់បានដឹងផងដែរពាក់ព័ន្ធជាមួយនឹងកតិកាសញ្ញានិងពិធីសារបន្ថែមនេះមានន័យថាច្បាប់អន្តរជាតិដែលអនុវត្តនៅលើពិភពលោកដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិក៏ត្រូវបានយកមកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរជាក់ស្ដែងខ្ញុំគ្រាន់តែបញ្ជាក់បង្ហាញនៅពាក្យថាពិធីសារបន្ថែមនេះគឺជាដំណោះស្រាយគឺជាវិធីសារមួយដ៏អស្ចារ្យដែលមានប្រសិទ្ធភាពដែលអាចឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានអាចទទួលបាននៅដំណោះស្រាយរបស់អង្គការសហប្រជាជាតិតាមយន្តការតុលាការអន្តរជាតិបន្ទាប់ពីពួកយើងបានបញ្ចប់នៅនីតិវិធីនៅក្នុងប្រទេសមានន័យថាតុលាការសាលាដំបងតុលាការសាលាឧទ្ធរតុលាការកំពូលទើបយើងអាចដាក់ពាក្យបណ្ដឹងទៅបានអញ្ចឹងមានន័យថាមិនមែនយើងចប់នីតិវិធីនៅក្នុងប្រទេសហើយពួកយើងក៏អស់លទ្ធភាពក្នុងការស្វែងរកយុត្តិធម៌នោះទេហើយអត្ថន័យនៃការចែងនៅក្នុងពិធីសារបន្ថែមខ្ញុំបានបកស្រាយនៅវីដេអូបន្តខាងមុខហើយក៏បានបញ្ជាក់ច្បាស់ថាអនុសញ្ញាទាំងឡាយស្ដីអំពីសិទ្ធិមនុស្សសិទ្ធិស្ត្រីនិងសិទ្ធិពលរដ្ឋនេះពាក្យថាអនុសញ្ញាគឺបញ្ជាក់នៅសិទ្ធិពិសេសអញ្ចឹងមានន័យថាស្ត្រីកុមារនេះគាត់មានសិទ្ធិពិសេសណាស់ហើយក៏មិនបាក់ចោលផងដែរនៅសិទ្ធិជនពិការសិទ្ធិនានាដែលពាក់ព័ន្ធជាមួយនឹងជីវភាពនៃការរស់នៅនៅក្នុងពិភពលោកទាំងមូលមានន័យសូមបញ្ជាក់ប្រាប់ថាប្រទេសកម្ពុជាយើងនេះត្រូវតែគោរពទទួលស្គាល់នៅសិទ្ធិមនុស្សទូលំទូលាយណាស់មិនមែនត្រូវមានការរដ្ឋបတ်បំផ្លែងឬក៏មានវិធានការណាមួយពាក់ព័ន្ធជាមួយនឹងការអនុវត្តសិទ្ធិរបស់ពួកយើងទេអនុវត្តទៅបានលុះត្រាតែមានការធ្វើខុសឆ្គងពាក់ព័ន្ធជាមួយនឹងអ្នកដទៃកិត្តិយសឬក៏សេចក្តីថ្លៃថ្នូររបស់អ្នកដទៃពាក់ព័ន្ធជាមួយទិវាមានរបល្អសម្រាប់ទំនាប់សង្គមនិងសន្តិសុខជាតិទើបអាចមានវិធានការបានប៉ុន្តែប្រសិនបើពួកយើងគ្រាន់តែអនុវត្តតាមសិទ្ធិនានាដែលមានចែងនៅក្នុងវិជ្ជាខណ្ឌទី1នៃមាត្រា31នេះ
cứ dương trời bàn thể nia đừng còn phía đòi nạch ông cà rọt đại miên nạch cầm phu chia tảng bấy nâng sẽ thả bán đại mình men chia nạch cầm phu tảng bấy ở dương ban sắc xa cả long rồi mà hai nâu Việt Hà ông cà rọt đại bằng hai người chia ở tận đây ở Việt Hà và đi chia là chạy Campuchia ní cứ trời bàn bay chạy chia nạch cầm phu tảng bấy nâng sẽ thả bán mình men nạch cầm phu nhom có bàn bộ sài rồi hơi có xong và tham và chạm vào đầu tiết Việt Hà âm nay cầm phu tàng bấy ní cứ dương trong sầm đại từ âm nay tệ phải nhát đại miền rọt sập phía mình rọt sập phía miền âm nay tệ còn là bát miền rì rọt hà bị ba đại dương nghe vô nó cứ cái nạ rọt tây miền chập pi này dụ rọt tây thì rọt tây ở bạn dụ rọt tây là hồi rọt mê phun bị không chẳng tây hay cả trai nhỉ đại trai mọc tha và riêng chia là chạy Campuchia từ tour squad nâng group giang mạch từ tour squad giang mạch khiêm đừng bộ xài hãy xong bông bóng dốc chất tục đại mền tên mình men thà chậm băm người không và tê Campuchia bẹp coi môi sượt núi để ban trai mà hơi ban thơ sẽ cha ban chúng môi ông ca tham chia chia hơi tha thấy tại group nữ tại an quốc thời tại tour squad hay bài chia bổng quyến năng mình men chỉ riêng trầm trời thế bà ta có cách đang buôn đài ở đây chia là chạy Campuchia ban phơ sẽ trả bán chữ môi ông ca xã trị và chia chiết vẹn quan chữ môi nâng ca cổ rút ngầu cho bạp sản thị nông niên niên tèng cho bạp nông vật tê nâng cho bạp cài vật tê cho bạp on trả chiếm ní cứ miền buồn ti mùi cứ trời ấp rốn bần đo bần đá xóp xài đây là vây đại dương của phung tại phơ ní đây là vây đại nhông của phung tại phơ ní chẳng bản miền phục mại bông bông mùi chúng luôn còn miền cũng rất lo mà lơ nhóm thế gọi tôi bởi đó mình chăng thà khảnh giấy tơ miền hai thì phơi giấy tiếp của nhóm đồng tục tràn hai phần sập bẹp nhóm cho bàn lo mà nhóm bàn riêng sốt nhóm miền ca tôi bởi đó thế ở sân chỉ miền ca bằng phiên mà lơ nhóm bẹp quan chúng luôn ca sọp sai nó cho bắp sự thị mình ca mà chia chạp đam vì loại thòng lớn ít cứ chỉ ca đồng lốp cho bắp bởi khi nhóm cô sang kho tang nhóm miền xạ xây này ca đồng lốp phiên lúc nhóm ai có đăng từ vinh ban tiết và nên cứ chưa ca được gọi về thiên là ca chứ mà đảng đấy ơi và tên dương khai từ chia và tên nít từ rót đồng nào ca nít tại vị thi cho bắp bìa rồi luôn tới là ổn cái ta cái tin nuôi là dương thì dương bị ốp rôm một đầu một đàn đi mình men ốp rôm tại phụ dương chỉ phô rót tê bạn tên bọc và lực sama chất ăn ca rót sẽ tha ban hôm nay cái phu đang bay đi có trời trái đai phụ quạt chỉ nhà ăn nó vót chứ mà bảo phụ quạt chỉ nhà ăn nó vót chứ mà bảo phụ quạt mình riêng còn mình chết chẳng ca nó vót bao cốt nghe nâng miên ca rủng lốp sất nè chẳng cả ta phải cách này trời tại mình đồng nạp sóc sai ở bàn phải lùm tới liề chẳng ca thì dây ca tôi bị tao nhóm bẹp con chỉ môi là ca sóc sai chỉ bắp ní cứ chỉ ca lượng tầm ca chỉ bắp hơi tôi chỉ ca cho luôn trong này nông ca mà ra tay ca nghe rồi bỏ đi rồi thà bị bà đây mình men chỉ riêng tại nhóm ní trời tại tôi nơi vị thiên là ca nam muối ấy xong phục mại bông ấu con pruy bà ròm ấy hay bà con bị ca vẫn đo vẫn đá nè nơi p để riêng trai hai dương chia phải chia pô rót bọc và lực sơ ma chất ông ca sở thạ ban chiết nâng ông đã chiết ông ca sẵn cung ông ca chiết nè ông ca rót nè rơi tại cờ rụp rơi tại ạ nụ vọt hay bà dương mình cờ rụp mình ạ nụ vọt bà dương mình riêng dương ban ấy cờ rụp cả lấy chạp đàm bị cái ta phải tìm mua dương nông riêng đó dương chạy hết dương mà ạ nụ vọt hay dương nập là dương khai chiết tiệm pô rót đại cờ rụp cho bạp thịt luôn cho bạp rồi bò vật tê hai ảnh nhà thâu sơ ma cách và hai nâng bọc cái lực ông ca rót tấn luôn còn che tiết riêng ấy để còn hiền một rùm lô bằng viên sực đỏ dưỡng hai cái ta phải cách nhá thấy tại một pin vua chia ở vây đại ban vua sẽ trả ban chúng môi ông ca thạm chia chia hơi chân bông ôn bờ sân chia miên phía bầm bọc ở đây này ca rùm lô bằng viên sực tấn luôn tới tại cô sang màu bằng cơn xoay rồi phò tàng ngân xạ xoay màu hay dương ở ăn ở vót tới tam miết ra thì sam sập buôn bài đại dương ban riêng luôn mà háo nữa cứ bọn đăng to va bọn đăng tiêm tia chua chua bọn đăng vô để ha nâng bọn đăng rót ba dương ai thua ban rồi cho bắp ban chay mập hơi nơi p để miên ca của rụp
ពាក្យថាគោរពនេះខ្ញុំសូមបន្ថែមអត្ថន័យឲ្យបានយល់ទៀតពុកម៉ែបងប្អូនណាក្នុងករណីច្បាប់ដែលបានចែងមកថាឲ្យមានកាតព្វកិច្ចគោរពនេះក្នុងនាមយើងជាពលរដ្ឋជាសាមញ្ញជនយើងគ្រាន់តែគោរពទេបើសិនជាយើងធ្វើខុសយើងល្មើសច្បាប់ប៉ុន្តែបើសិនជាស្ថាប័នអង្គបុគ្គលិកសមាជិកអង្គការរដ្ឋអង្គការសង្គមនោះគាត់ដែលមានកាតព្វកិច្ចអនុវត្តច្បាប់នេះបើសិនជាគាត់រំលោភសិទ្ធិរបស់យើងដែលមានចែងក្នុងច្បាប់នេះគាត់មានកំហុសពីរទី1គាត់ប្រព្រឹត្តបទល្មើសទី2គាត់រំលោភអំណាចគាត់រំលោភច្បាប់អញ្ចឹងពួកគាត់ដែលជាសមត្ថកិច្ចអាជ្ញាធរខលខូចបើសិនជាគាត់ប្រព្រឹត្តនៅការរំលោភសិទ្ធិមនុស្សនេះពួកគាត់មានកំហុសធ្ងន់ធ្ងរណាស់បងប្អូនអញ្ចឹងកុំគិតថាអាជ្ញាធរសមត្ថកិច្ចខលខូចមួយចំនួនតូចនោះថាគាត់មិនខ្លាចច្បាប់តែពិតគាត់ខ្លាចជាងយើងទៀតព្រោះអីទោះកំហុសនៅពេលដែលជនខលខូចមួយចំនួនគាត់ប្រព្រឹត្តនោះគឺធ្ងន់ជាងយើងគឺជាការរំលោភអំណាចលើសពីការល្មើសច្បាប់ការការពារគឺសំដៅទៅលើស្ថាប័នអំណាចកម្ពុជាទាំង3ហ្នឹងត្រូវតែមានវិធានការនានាបើរដ្ឋសភានិងព្រឹទ្ធសភាត្រូវតែបង្កើតច្បាប់ឲ្យបានច្រើនពាក់ព័ន្ធជាមួយការគាំពៀនៅសិទ្ធិមនុស្សហ្នឹងមកហើយបើទៅនិយាយពីតុលាការនេះកាត់ក្តីទៅតែឈរនៅលើគោលការណ៍មនសិការសតិសបញ្ញៈសិទ្ធិមនុស្សនិងច្បាប់ឲ្យបានច្បាស់លាស់ដើម្បីរក្សាសិទ្ធិនិងយុត្តិធម៌ជូនប្រជាពលរដ្ឋនៅក្នុងការជំនុំជម្រះក្តីរបស់ខ្លួនការបំពេញបន្ថែមការបំពេញនេះកាតព្វកិច្ចរបស់អង្គការរដ្ឋនេះដែលជាស្ថាប័នមិនមែនអំណាចកម្ពុជាអំណាចកម្ពុជាទាំង3នេះក៏ដោយគឺខ្វះអីត្រូវតែធ្វើហ្នឹងមកត្រូវតែផ្សព្វផ្សាយកន្លែងណាខ្វះប្រជាពលរដ្ឋក៏ត្រូវការសាលាសិក្សាផ្នែកផ្លូវច្បាប់ក៏ត្រូវការគ្រូអញ្ចឹងបញ្ជូនឲ្យគាត់ទាំងអស់នឹងទង្វើសកម្មភាពទាំងឡាយពាក់ព័ន្ធជាមួយការបណ្ដុះបណ្ដាលនានានឹងការការពារនឹងសុទ្ធតែជាកាតព្វកិច្ចពាក្យថាកាតព្វកិច្ចគឺជាអ្វីដែលត្រូវធ្វើមិនមែនអ្វីដែលត្រូវធ្វើក៏បានមិនធ្វើក៏បានទេសិទ្ធិគឺជាអ្វីដែលយើងអាចធ្វើបានមិនធ្វើក៏បានតែកាតព្វកិច្ចចាំបាច់ណាស់ត្រូវតែធ្វើទាំងអស់នេះបញ្ជាក់ពីអត្ថន័យនៅវិជ្ជាខណ្ឌទី1នៃមាត្រាទី31ចឹងសង្ឃឹមថាពុកម៉ែបងប្អូនមួយចំនួននឹងអាចបានយល់ហើយខ្ញុំក៏អរគុណសម្រាប់ការចូលរួមកន្លងមកនៅពេលនេះព្រោះខ្ញុំបានដឹងថាមានបងប្អូនសមត្ថកិច្ចមានអាជ្ញាធរមានអ្នកនយោបាយមានពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគាត់កំពុងតែស្រឡាញ់ពេញចិត្តហើយគាត់កំពុងតែចូលរួមសិក្សាហើយទាំងស្ថិតនៅក្នុងចំនួនណាមួយក៏ដោយតែខ្ញុំរីករាយនឹងផ្សព្វផ្សាយទៅហើយក៏ទទួលយកនៅការរិះគន់ការកែតម្រូវរបស់សាធារណជនទាំងអស់នោះដែរខ្ញុំសប្បាយចិត្តណាស់ដែលអ្នកទាំងអស់គ្នាបានចូលរួមមកហើយជាចុងក្រោយក៏សូមឲ្យបងប្អូនហ្នឹងចូលខមមិនមកចូលផ្ដល់យោបល់មកយល់ប៉ុណ្ណាឆ្ងល់ត្រង់ណាខ្ញុំរីករាយនឹងឆ្លើយតបរីករាយនឹងបំពេញបន្ថែមទៅវិញហើយពាក់ព័ន្ធជាមួយនឹងកាតព្វកិច្ចទាំង4នេះថ្ងៃនេះខ្ញុំគ្រាន់តែបកស្រាយមិនទាន់ច្បាស់លាស់ទេព្រោះវាជាស្ទាប់ទី1ណាបងប្អូនណាអញ្ចឹងអ្វីដែលយើងនិយាយគឺដើម្បីរក្សានៅសុវត្ថិភាពផងហើយដើម្បីពីប្រសិទ្ធភាពខ្ញុំបានបែងចែកជាស្ទាប់អញ្ចឹងទៅអញ្ចឹងស្ទាប់ទី1នេះដូចយើងធ្វើវីដេអូកន្លងមកបាន3-4មាត្រាហើយគឺខ្ញុំមានព្រំដែនកំណត់នៃការនិយាយរបស់ខ្ញុំហើយដល់ពេលបញ្ចប់មេរៀននៅក្នុងរដ្ឋធម្មនុញ្ញនៅក្នុងសេចក្តីប្រកាសជាសកលនៅក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិនៅក្នុងកតិកាសញ្ញានិងវិធីសាស្ត្របន្ថែមហ្នឹងដែលខ្ញុំតែងតែនិយាយកន្លងមកហ្នឹងមិនមែនខ្ញុំនឹកឃើញខ្លួនឯងធ្វើខ្លួនឯងទេណាច្បាប់ចែងណាបងប្អូនណាខ្ញុំធ្វើតាមច្បាប់ខ្ញុំគោរពច្បាប់ខ្ញុំផ្សព្វផ្សាយច្បាប់ឲ្យច្បាប់វាមានវិសាលភាពនៅក្នុងប្រទេសយើងហើយបន្ទាប់ពីបញ្ចប់ការរៀនសន្ទាប់ទី1នៅមេរៀនពាក់ព័ន្ធជាមួយនឹងផ្នែកទាំងអស់នេះហើយទើបយើងចូលមកសន្ទាប់ទី2ហើយយើងក៏ចាប់ផ្ដើមសិក្សាអនុវត្តហើយបើចំពោះជីវិតខ្ញុំចាប់ផ្ដើមអនុវត្តបដាហើយខ្ញុំមានរៀបចំពាក្យបណ្ដឹងរៀបចំការតវ៉ាអីអញ្ចឹងតែខ្ញុំធ្វើទៅតាមផ្លូវច្បាប់មានរឿងមួយចំនួនព្រោះខ្ញុំមិនបង្ហាញជាសាធារណៈទេព្រោះខ្ញុំទទួលបានការអប់រំមួយថាបើសិនជាចង់ធ្វើរឿងធំត្រូវចេះរក្សាអាថ៌កំបាំងតែអ្វីដែលជាចំណេះដឹងគឺខ្ញុំដាច់ខាតខ្ញុំមិនលាក់បាំងទេអ្វីដែលជាផលប្រយោជន៍ជាតិខ្ញុំត្រូវតែបង្ហាញជាសាធារណៈហើយទង្វើទាំងនោះច្បាស់ណាស់នឹងត្រូវបានគាំពៀដោយច្បាប់អញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយមាត្រា31នេះថ្ងៃនេះទើបតែចប់មួយវិជ្ជាខណ្ឌទេនៅសល់2វិជ្ជាខណ្ឌទៀតហើយក៏សូមជម្រាបលាប៉ុណ្ណេះចុះសូមអរគុណ